បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់មកធ្វើការចែកម្លែកតទៅនឹងការថែទាំកូនចន្ទីណាតែយើងគួរថែទាំបែបណាយើងគួរតតែងម៉ែបែបណាដើម្បីកូនចន្ទីប៉ុណ្ណឹងគឺលូតលាស់បានអហើយអាចថាក្នុងរយៈពេល3ឆ្នាំអីគឺយើងអាចយកផលពីចន្ទីយើងបានណាព្រោះយើងដូចពុកម៉ែបងប្អូនធ្លាប់ដឹងហើយថាចំពោះចន្ទីដែលយើងដាំបើសិនជាយើងយកផលមានតែយើងប្រមូលផលរៀនអាយុវាក្មេងពេកវាអាចធ្វើឲ្យចន្ទីផាន់ជើងគឺអន់មែនថាវាអត់ក៏លូតលាស់វាអត់ស្ូវបានល្អណាហើយបើសិនជាពេលដែលកូនចន្ទីយើងដោះមកហើយយើងអត់បានថែទាំបានដាក់ជីឬក៏បានសម្អាតស្មៅឬក៏យើងអត់បានតាក់តែងមែកទេវាធ្វើឲ្យកូនចន្ទីយើងគឺលូតលាស់អត់បានល្អដូចគ្នាអញ្ចឹងទេយើងចាំបាច់ត្រូវការធ្វើការថែទាំគឺសម្អាតស្មៅដូចនេះអញ្ចឹងគាត់ធ្វើការភ្ជួរទៅតាមចន្លោះរោងចន្ទីផាន់គាត់ហើយគាត់បានធ្វើការតែងមែកកូនចន្ទីផាន់គាត់នេះគាត់មែកដែលគាត់បានតែងនេះយើងឃើញថានេះគាត់បានកាត់មែកបែបនេះប៉ុន្តែសម្រាប់ខ្ញុំគិតថាការតែងមែកបែបនេះគឺវាមានការតុបតែងបានតិចតួចណាហើយចឹងទេចន្ទីផាន់យើងនៅពេលធំទៅគឺមែកវាកេះឆ្កាយើងតែងអត់បានស្មើល្អជាក់ស្ដែងដូចចន្ទីនេះછેនេះពួកម៉ែបងប្អូនអាចមើលបានមែកចន្ទីនេះគឺវាស្របគ្នាណាមែកកាលដែលយើងតែងឲ្យវាស្របគ្នាអញ្ចឹងធ្វើឲ្យលំនឹងដើមនៃចន្ទីហ្នឹងគឺវាអត់មានលំនឹងស្មើគ្នាល្អអញ្ចឹងវាអាចងាយនឹងដើមចន្ទីហ្នឹងដួលអញ្ចឹងការតុបតែងមែកការដាក់ជីការរៀបចំគល់យើងធ្វើយ៉ាងណាឲ្យដីក្នុងចកាផាន់យើងស្អាតដីក្នុងចកាយើងល្អវាធ្វើឲ្យចន្ទីផាន់យើងងាយនឹងចាប់ឲ្យផលដែលយើងអាចថាងាយនឹងប្រមូលផលបានលឿនណាតែចន្ទីនេះជាក់ស្ដែងអាយុគាត់ទៅដាំបងប្អូនអាចទាយមើលអាយុប្រហែលជាប្រហែលឆ្នាំហើយចន្ទីនេះណាចន្ទីនេះនឹងចន្ទីគាត់នេះគាត់ដាំអាយុប្រហែលឆ្នាំចន្ទីនេះគឺអាយុ1ឆ្នាំកន្លះហើយគាត់ដាំតែពីឆ្នាំទៅឃើញថាមានផ្កាមានអីហើយប៉ុន្តែឃើញថាចន្ទីនេះគាត់ថែទាំបានគួរសមហើយដីផាន់គាត់ជាប្រភេទដីថ្មក្រួសចេះនេះជាគាត់បានមកធ្វើការតុបតែងមែកប៉ុន្តែគាត់តែងគាត់តុបមែកច្រើនតែដីផាន់គាត់គឺគាត់ភ្ជួរបានអីបានល្អនេះខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនតទៅនឹងការតែងមែកណាអញ្ចឹងនេះគឺជាមែកចន្ទីប៉ាន់យើងអញ្ចឹងនេះវាមាន3ជ្រុងបែបនេះដូចមុំចក្រានអញ្ចឹងពុកម៉ែបងប្អូនតែយ៉ាងណាឲ្យវាមានមែកមានទិស3យ៉ាងហ្នឹងដើម្បីវាអាចទប់ដើមចន្ទីផាន់ជើងឲ្យបានល្អជាវាងការរលំដួលដោយនេះហេតុផលខ្យល់អីផ្សេងៗណាហើយការតុបតែងមែកគឺយើងអាចមែកណាដែលវាគិតថាយើងអាចថាវាដូចមែកនេះយើងអាចកាត់ចោលបាននេះហើយនេះដូចជាមែកដែលវាចេញឆ្ងាយបែបនេះពុកម៉ែបងប្អូនអាចកាត់វាចោលហើយយើងចង់បានមែកទៅណាតែវាអាចថាកុំឲ្យវាឆ្កេះកាពេកណានេះវាធ្វើចន្ទីយើង CG ចោលបើសិនយើងទុកក្រាស់ពេកហើយមែកដល់ពេលចន្ទីយើងធំទៅគឺវាអត់ស្អាតទេមែកវាឆ្កេះឆ្កាស់ពេញនឹងដល់ពេលធំទៅយើងក៏នៅតែងវាចោលដល់ទេអញ្ចឹងបងប្អូនត្រូវរៀបចំតាក់តែងវាពីតូចទៅហើយដើម្បីទី1ឲ្យចន្ទីយើងលូតលាស់បានល្អទី2កុំឲ្យចន្ទីយើងដល់ពេលធំទៅយើងពិបាកក្នុងការតែងវាឆ្កេះឆ្កាស់អញ្ចឹងបងប្អូនអាចតែងលៃមើលមែកបងប្អូនចង់បានទៅខាងណាហើយកម្ពស់ណាហើយបងប្អូនអាចតែងអាហ្នឹងដូចមែកឆ្កេះឆ្កាស់ចេះមែកណាតែបងប្អូនអាចគិតថាបងប្អូនមិនចង់ទុកបងប្អូនអាចកាត់ចោលប៉ុន្តែកុំទុកឲ្យវាច្រើនពេកនេះនៅទៅមើលបន្តទៀតដីប្រភេទនេះគឺប្រភេទដីថ្មដីគ្រូប៉ុន្តែដីវារសសំណើមបានល្អហើយគាត់ដាំនេះមើលប្រវែងចន្ទីផាន់គាត់នេះហើយជា6ម៉ែត្រ4ជ្រុងខ្ញុំគិតថាប្រវែងនេះដូចជាញឹកមានថាវាចិត្តគ្នាវាងាយនឹងដល់គ្នាអាចចន្ទីយើង3 4ឆ្នាំហ្នឹងមែកចង់ដល់គ្នានេះអញ្ចឹងកាលចន្ទីយើងអាយុដល់
8ឆ្នាំ10ឆ្នាំគឺជាអៀតប៉េះហ្មងអញ្ចឹងការដាំកម្រិតនៃចន្ទីបងប្អូនត្រូវគិតសម្រាប់ចិត្តឲ្យបានច្បាស់លាស់មុននឹងបងប្អូនដាំព្រោះអីកម្រិតចន្ទីក៏ជាចំណុចសំខាន់មួយដែលយើងអាចកំណត់នៅទិន្នផលផាន់ចន្ទីផាន់យើងដែរបើសិនជាវាញើកពេកយើងប្រកាសជាត្រូវការតែងមែកវាដើម្បីកុំឲ្យវាដល់គ្នាឬក៏មែកដើម្បីវាដែលវាថាមែកដែលវាមលុបដែលវាដល់គ្នាហើយវាមលុបវាធ្វើឲ្យអត់មានគឺតែសំយោគចឹងចន្ទីយើងក៏អត់សូវមានការផ្លែក៏អត់សូវល្អដែរអញ្ចឹងក៏យើងនៅកាត់ចោលដែរទេអញ្ចឹងបងប្អូនមុននឹងដាំបងប្អូនត្រូវគិតបានច្បាស់លាស់នេះអញ្ចឹងហើយនេះគឺខ្ញុំចង់មកធ្វើការទី1ចែកម្លែកទៅនឹងការថែទាំចន្ទីតែយើងគួរថែទាំបែបណាដើម្បីឲ្យយើងឆាប់បានផលពីចន្ទីហើយយើងត្រូវរៀបចំកូនចន្ទីពេលយើងដាំហើយយើងត្រូវថែទាំបែបណាទី1យើងត្រូវសម្អាតគល់ចន្ទីឲ្យបានស្អាតទី2យើងអាចថាបើសិនពុកម៉ែបងប្អូនមានលទ្ធភាពបងប្អូនគួរតែដាក់ជីគល់ឲ្យបានគ្រប់គ្រាន់ដើម្បីចន្ទីផាន់យើងឆាប់ស្ទុះឆាប់ធំហើយទី3ពុកម៉ែបងប្អូនត្រូវធ្វើការតាក់តែងមែកតាក់តែងមែកបែបណាដើម្បីឲ្យមែកដើម្បីឲ្យកូនចន្ទីពុកម៉ែបងប្អូនពេលធំឡើងគឺស្អាតបងលាស់ស្អាតហ្មងអត់មានមែកចងចងាងទេហើយយើងលាស់មកគឺយើងតែងចង់បានមែកបែបណាគឺយើងតែងមកស្អាតអញ្ចឹងចំណុចសំខាន់ដែលខ្ញុំចង់ចែកម្លែកទី1តកតងនឹងការរៀបចំដីការដាក់ជីកូនចន្ទីហើយនឹងការតាក់តែងមែកហើយនឹងការថែទាំនៅសត្វល្អិតផ្សេងពិសេសគឺប្រភេទមូសតែឬក៏តកោមូសស្លឹកអីដែលវាតែងតែកាត់ឡើងលើកូនចន្ទីប្រុសវាលាស់ត្រួយមកគឺវាច្រើនសត្វល្អិតតកតនឹងមូសតែតកតអីហ្នឹងគឺខ្លាំងអញ្ចឹងនេះការកាត់មែកបានគាត់នេះបងប្អូនឃើញទេនេះគាត់កាត់មែកនេះប្រហែលជាគាត់អត់បាននេះដែរហើយគាត់កាត់មើលមែកនេះគឺយើងគិតថាគាត់កាត់ឲ្យមែកវានៅស្របគ្នាបែបនេះគឺអត់ល្អទេអញ្ចឹងយើងអាចធ្វើម៉េចឲ្យវាឆ្លាស់គ្នាមែកឆ្លាស់គ្នាធ្វើម៉េចឲ្យចន្ទីប៉ុណ្ណឹងមានលំនឹងការតែងឲ្យមែកវាស្របគ្នាបែបនេះគឺវាប្រឈមនឹងការដួលហើយចន្ទីខ្លះដូចពុកម៉ែបងប្អូនអ្នកខ្លះគាត់តែងឲ្យមែកនេះថាឆាត់ទី1ពេលពុកម៉ែបងប្អូនពេលដាំនេះឆាត់ទី1នេះឆាត់ទី2អញ្ចឹងទៅពេលខ្លះពុកម៉ែបងប្អូនខ្លះម្ចាស់ការខ្លះគាត់ឆាត់ទី1នេះគាត់កាត់ចោលគាត់តែងចោលឆាត់ទី2គាត់តែងចោលឬក៏គាត់ទុកដល់ឆាត់លើដែរដើម្បីកុំឲ្យវាទឹះអ្នកខ្លះទៅគាត់ទុកឆាត់ទី2អញ្ចឹងទៅអញ្ចឹងវិធីសាស្ត្រនៃការតែងគឺទី1វាជាតិចផ្សេងគ្នាទេអានេះគាត់ជាការចែកម្លែកឯកផាន់ខ្ញុំហើយអញ្ចឹងអ្នកខ្លះក៏គិតថាតែងនៅឆាត់ទី1ចោលដើម្បីឲ្យឆាត់ទី2ចន្ទីគាត់វាមែកវារៀងខ្ពស់វាពេលយើងក្នុងការថែទាំចន្ទីទៅមុខទៅវាអត់សូវមានការប៉ះពាល់ទៅនឹងឧបករណ៍ដែលយើងប្រើប្រាស់ដូចជាពេលយើងបាញ់ថ្នាំអីដូចជាយើងប្រើឧបករណ៍ដូចជាគូយន្តត្រាក់ទ័រផ្សេងណាហ្នឹងក៏ជាចំណុចមួយដែរអញ្ចឹងខ្ញុំចូលរួមចែកចម្លែកជាមួយនឹងពុកម៉ែបងប្អូនក្នុងវីដេអូនេះតែប៉ុណ្ណឹងសម្រាប់ពុកម៉ែបងប្អូនដែលគិតថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍អាចធ្វើការ like ចុច share ឬក៏ចុច subscribe ដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការថតវីដេអូដើម្បីចែកម្លែកទៅដល់ពុកម៉ែបងប្អូនហើយបើសិនបើពុកម៉ែបងប្អូនមានជាចំណេះដឹងអីថ្មីបន្ថែមតទៅនឹងការថែទាំកូនចន្ទីថែទាំចន្ទីនេះពុកម៉ែបងប្អូនអាចcomment នៅខាងក្រោមវីដេអូបានខ្ញុំបាទដើម្បីជាចំណេះដឹងទៅដល់ពុកម៉ែបងប្អូនផ្សេងទៀតដែលគាត់អត់ទាន់បានដឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគិតថាចង់ឲ្យខ្ញុំថតជាវីដេអូអ្វីបន្តទៀតអាច comment នៅក្រោមវីដេអូខ្ញុំដើម្បីខ្ញុំអាចថាខ្ញុំនឹងរកវីដេអូដើម្បីថតជូនពុកម៉ែបងប្អូនដើម្បីជាការចែកនៅចំណេះដឹងបាទខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបបាយបាយជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច subscribe វីដេអូខ្ញុំផងបាទអរគុណច្រើន